ក៏ដោះភូមិខ្ញុំប្រាំងស្នាគូរដឹងរឿងខ្ញុំដែរភូមិពេលភូមិសាមសាកសីអវត្តមើព្រះជាតិព្រះទ្វីនាំគ្នាពួតដៃយុទ្ធជនប្រងស្រីប្រឡ័យថ្មិលិតសាសនាព្រៃមូលព្រៃក្រលភូមិព្រះរៀមចាស់គុលគុំភូមិឡដឹងច្បាស់ប្រវត្តិស្នេហ៍សែនខ្លោចសាខ្ញុំឈ្មោះរតនៈហើយសប្តាហ៍ថ្ងៃគឺខ្ញុំជាគ្រូទេសថ្នាក់ជាតិនៃក្រសួងអប់រំយុវជននិងកីឡាហើយសប្តាហ៍ថ្ងៃកំពុងតែធ្វើការស្រាវជ្រាវគម្រោងស្ដីអំពីប្រវត្តិភូមិនៅក្នុងភូមិខ្ញុំផ្ទាល់ដោយបានការឧបត្ថម្ភគ្រប់គ្រងសហការជាមួយនឹងមជ្ឈមណ្ឌលឯកសារកម្ពុជាគម្រោងដែលកំពុងតែធ្វើការស្រាវជ្រាវនេះគឺស្ដីអំពីវីដេអូប្រវត្តិភូមិបាទព្រោះថាប្រវត្តិភូមិនេះមានរឿងរ៉ាវតាក់ទងទៅនឹងវត្តសាស្ត្រក្នុងសម័យខ្មែរក្រហមច្រើនបាទពិសេសគឺសំណល់អគារពាក់ព័ន្ធទៅនឹងអាងទឹកប្រព័ន្ធទឹកដែលខ្មែរក្រហមបានធ្វើនៅលើភ្នំក្រាំងនេះមានហ្នឹងខ្ញុំគិតថាវាជាប្រវត្តិសាស្ត្រមួយដែលជូរចត់និងចាំបាច់សំខាន់ដែលចង់ឲ្យកូនខ្មែរចំនួនក្រោយបានដឹងបានឮពិសេសអ្នកភូមិខ្ញុំផ្ទាល់ក៏ដូចជាសិស្សានុសិស្សក្នុងខេត្តរបស់ខ្ញុំផ្ទាល់ដែរនិយាយទៅគាត់ដូចអត់ចាប់អារម្មណ៍គាត់ដូចជាអត់បានយកចិត្តទុកដាក់គិតថារឿងនឹងវាជារឿងចាំបាច់ហើយមកដល់ពេលនេះមានសំណល់អគារខ្លះគឺត្រូវបានព្រៃដោះសុបគ្រប់គ្រងទៅគាត់ឃើញរាល់ថ្ងៃគាត់ជិះកាត់តាមនឹងរាល់ថ្ងៃពេលគាត់អត់ដឹងថាតើសំណល់ហ្នឹងជាសំណល់អគារអីទេអត់ដឹងទេបាទគាត់ដឹងថាសំណង់ហ្នឹងគេសង់ពីអីធ្វើពីអីហេតុអីបានមានអាំងទឹកនឹងអញ្ចឹងគាត់អត់ដឹងទេគាត់ដែរបាននិយាយពាក្យសារគ្នាសាកសួរគ្នាអីទេនៅពេលដែលខ្ញុំបានសិក្សាគម្រោងជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជាមកខ្ញុំយល់ថាយើងពិភាក្សាគ្នាបង្កើតគម្រោងមួយស្ដីពីប្រវត្តិភូមិខ្ញុំចាប់អារម្មណ៍លើវីដេអូអញ្ចឹងខ្ញុំគិតថាសំណង់អគារទាំងអស់នេះបើខ្ញុំមិនស្រាវជ្រាវថតទុកពីបច្ចុប្បន្នទៅទេថ្ងៃក្រោយនឹងបាត់បង់ប្រសិនបើមានការឈូសឆាយកែលម្អនៅទីនោះបើវាជាភស្តុតាងសំខាន់សម្រាប់តែជាទឹកតាំងមួយដែលគិតថាវាកើតឡើងមែននៅលើទឹកដីខ្មែរត្រៀតរំលងយើងទាំងពីកាយម៉ងវាយគ្រប់ច្រកព្រួងបងកើតលាយអាណិតឆោមឆាយកាយយកចំប្រប់ជួយនៅនោះកម្មទី3ទី3បាទអ៊ំសុខសប្បាយអ៊ំហ៎សុខសប្បាយហ្នឹងព្រោះមានអីសុខសប្បាយតើខ្ញុំខែនេះក្តៅទៀតអ៊ំណាក្តៅតែខែចែកដឹងចិត្តប៉ុន្តែវិទ្យាល័យដែរណាខែចែកទៅមានភ្លៀងទៅវិញពេលព្រួលអស់ហើយបាទហ្នឹងហើយអ៊ំថ្ងៃនេះមានកិត្តិយសបានជិះអ៊ំមកស្នើសុំអ៊ំសុភាណាត់អ៊ំសុំអ៊ំសុភាបាទមកកាន់ទីតាំងរបស់យើងក្នុងភូមិណាបាទព្រោះថាដូចជាអ៊ំបានដឹងហើយថាអ្វីដែលជាគេដំណើរសំខាន់របស់ភូមិយើងប្រវត្តិឈ្មោះភូមិយើងនិងរឿងរ៉ាវដែលកើតឡើងនៅភូមិនេះមានតែអ៊ំចាស់ទេដែលដឹងបាទបាទ
នៃអ៊ំអាចអញ្ញាជំរាបជូនឈ្មោះអ៊ំ អូខ្ញុំ បាទ ឈ្មោះ80,000 80,000 ហៅជាពេលខ្ញុំចាប់កំណើតនៅភូមិរហូតចឹងមកកាលហ្នឹងកើតមកខ្ញុំដឹងឈ្មោះគេដាក់ទៅ5យ៉ាងហ្នឹងបង អូភូមិទៅពេលអញ្ចឹង បាទព្រោះមានទៅ5មួយនៅខាងលើ5ហ្នឹង បាទបាទ បានគេដាក់ឈ្មោះទៅ5ចាញហ្នឹងសិតដើមចាញ បាទ ដល់បានមកអ៊ំខ្ញុំហ្នឹងគិតកើសចោលហ៎ ពីបលាមុតអា ណាគិតកើសចោលឡើយធ្វើជាសេទៅណាគេហៅសេទៅ5ហ្នឹង5ចាញហ្នឹងហើយរហូតគាត់ធ្វើបុណ្យអពុទ្ធាពិសាក្នុងហ្នឹងឯងតែកើតមកដឹងដើរស៊ីតាមបឹងអស់ហ្នឹងហើយគ្វាគូគ្វាអីតែតាមនៅសាលាបុណ្យអស់ហ្នឹងលេងហឹងលេងអីទៅតាមហ្នឹង បាទ សបាយហ្នឹងអីហ្នឹងដល់ខ្ញុំអាយុ10ឆ្នាំខ្ញុំឃ្លាតចេញកាលនោះអត់ទៅមានសាលាណា បាទអ៊ំបាទ ទៅនៅមួយលោកឲ្យនៅមួយលោកទៅម្យ៉ាងនេះគឺថាលោកសិស្ស21នាក់ឲ្យនៅមួយលោក សបាយម្យ៉ាងដែរហ្នឹងហើយទីធ្លានេះសុទ្ធតែព្រៃកាលនោះអត់មានអីទេមានតែវាលបន្តិចថងលោកយាយហ្នឹងណាថងតូបថងទៅធ្វើសាលាបុណ្យហ្នឹង ព្រៃមក សុទ្ធតែព្រៃដូចចុះព្រៃដូចគេកាប់ហ្នឹងណាផ្លូវពីមុននេះផ្លូវនេះគេផ្លូវនេះផ្លូវគេផ្លូវលួងណា ផ្លូវលួង ផ្លូវលួងនេះទៅនេះមកជួនេះទៅយទៅ ស្ដាច់ហើយពីដើម ហ្នឹងបោះស្ដាច់ណាមកតាមដើមណោតជួជាមួយហ្នឹងរហូតផ្លូវហ្នឹងទៅដល់ណាខ្ញុំអត់ដឹងដែរទៅលិចថាចិត្តទៅដល់លិចនោះ បាទបាទ បាទហើយផ្លូវយើងចុះទៅកោមហ្នឹងទៅហើយមានផ្លូវមួយទៅនេះអានេះផ្លូវកើតថ្មី បាទ ដែលបងអត់តាសេងគេធ្វើសាលាហ្នឹងអាពួកដើរទៅផ្សារគេដើរតាមហ្នឹងមកវិញគេស្នាក់នោះហ្នឹងវាអស់កម្លាំងគេណាពួកវត្តគូលពួកអីសើដើរមិនដែរមានឡានម៉ូតូ ដើរនៅទំនិញទៅផ្សារទៅទូលហេ ទូលលឹក50កដបទៅផ្សារក្រមមក បាទ ទូលពីភង3ដើមទៅហ្នឹងខ្ញុំនៅពីក្មេងបងខ្ញុំក៏ឲ្យកាប់ពីភងមួយដើមលីយកមួយគាត់ដែរតែមួយដើមបាន5រៀលមិនបានថាវាមួយយ៉ាងដែរឡប់ពីរៀនមកវិញអាយុ17ឆ្នាំដល់វាឈប់ទៅបានកន្លែងហ្នឹងមានអ្នកដែលដឹកនាំធ្វើកីឡាហ្នឹងគឺបងសុកលឿនិងលោកពូមកឆនពីអ្នកហ្នឹងណា បាទ គាត់ហៅពីពួកយើងយុវជនអីកាលណាមានប្រពន្ធខ្លះហ្នឹងទៅទឹកបាល់នៅតែវិលសេនោះអត់មានតារាងទេ មានតារាង បាទដល់ក្រោយមកគេថាហេទឹកវិលខោមវិញទឹកមកជួអស់នេះ បាទ អត់ជាទឹកមានទឹក បាទ ដល់អញ្ចឹងគេថាឥឡូវគាត់ឲ្យប្រជុំគ្នាថាឥឡូវធ្វើតារាងបាល់មួយអានេះតែនឹងអត់ទឹកទេតែសុទ្ធតែព្រៃយកចប់មួយម្នាក់មកគេទិញបាល់ឲ្យមួយហើយធ្វើ1ម៉ោងឲ្យទឹក1ម៉ោងអត់ទឹកកន្លះម៉ោងទឹក14 10នាទីមកហើយទឹកលេងណាទឹកអន់ថងអែបសាលាហ្នឹងឲ្យទឹកលេងទៅធ្វើរហូតដល់បានតារាងហ្នឹងឲ្យលេងទៅសប្បាយម្យ៉ាងដែរធ្វើទាំងចាញ់ស្រួលណាលេងស្រួលទេតាខ្ញុំលេងតែមកគេអត់ស្លាប់ទេ អូអែល ហ្នឹងហើយខ្មោចទៅហុលខ្សែប្រយុទ្ធខ្សែខ្មោចទៅហ៊ីណា បាទបាទ បាទហ្នឹងហើយខ្មោចអវ័ននៅខ្សែការពារនៅប្រហែលច្រើនណាលេងនៅភូមិយើងហ្នឹងសប្បាយដែរណាតែគឺប្រាប់គេថាហ្នឹងវាសប្បាយមកសម័យលន់នល់ហ្នឹងណាដល់មកចូលអានេះសម័យអាខ្មែរក្រហមនេះខ្មែរក្រហមក៏ចូលមកពេញទឹកពេញដីតាមទីក្រុងខេត្តភូមិយើងរហូតទៅដល់ឆ្នាំ1975អញ្ចឹង បាទបាទបាទ ហើយគេមកជាលះយើងទាំងអក្នុងខេត្តក្នុងភូមិតែខ្ញុំគេចាញ់នយោបាយគេអញ្ចឹងថាគេមកជាលះម៉ោង10យប់កងទ័ព បាទ មកមិត្តអ៊ំមិត្តបងអីណាអញ្ជើញទៅទទួលសម្ដេចឪនៅនេះហ៎ ទីជ័យ ទីជ័យណាមិនឲ្យយើងមកហ្នឹងខ្ញុំសួរគេថាយើងមកថ្ងៃណាយើងស្អែកតែអ៊ំឯងទៅរៀបចំទៅពីឥឡូវហើយចាំទទួលសម្ដេចឪ3ថ្ងៃលោកយើងមក3ថ្ងៃ ទីជ័យនេះគឺជាសាលា សាលាសងឲ្យឯងទៅទទួលហ្នឹង បាទ ខ្ញុំបរទេសមកតាមហ្នឹងទាំងអស់ខ្ញុំតាំងពីបងហេងមកអីណាកាលហ្នឹងបងមកដល់ថងនេះថងលង3លេងនោះដល់ក្របកភ្លើងបាញ់តាមនោះសោះក្របភ្លើងតាមទៅលេបត់ទៅនេះវិញ ដល់ទៅគ្នាវានៅតាមផ្លូវហែអញ្ចឹងចេះរុញបន្តទៅនឹងធ្វើមកទៅពាំងមលូបានប្រហែលជាមួយទឹក អញ្ចឹងអ្នកណាដែលទៅគេចលះទៅបើស្លៀកពាក់ជាទាហានគេឲ្យទៅតាមផ្លូវគោទៅខាងត្បូងគេថាទាហានសោតឯហ្នឹងបើយើងទៅប្រទេសគូគេឲ្យទៅត្រង់អញ្ចឹងទៅ
ទៅតាំងមលូ ទាំងមលូក្រាំងស្គី នៅខាងស្គីទៅហើយណាដែលមើលដូចអាពេកមួយឈ្មោះសាំងសខនទៅពីនេះគេទៅនុយទៅហ៊ានមានស្បែកជើងមួកគេ បាទ គេពាក់ណាផ្លាកគេនេះកាត់តាំង V88 បាទ ទៅដល់ហ្នឹងជួបទ័ពគេហ្នឹងសួរមិត្តបងកងទ័ពបានអញ្ចឹងជិះទៅផ្លូវនេះ គេនិយាយ slot របស់គេ ណាជិះទៅផ្លូវនេះលោកលោកកម្មាភិបាលសំធំក៏ឲ្យហ៊ានទៅហ៊ានសូត្រហ្នឹងឲ្យទៅហ៊ានបាត់ហ្នឹងអាអាចទៅហ៊ានគេយកទៅស្លាប់ចោលទុកទៅអីបើយើងទៅលេខពាក់ស៊ីវិលគេលួចសួរអីដូចថានៅភូមិណាគេលួចសួរភូមិហ្នឹង វត្តរូបយើង វត្តរូបយើងឈ្មោះកធ្វើអីឈ្មោះខធ្វើអីហ្នឹងណាយូរហេការប្រាប់គេទៅមកភូមិប្រឹងចាយនៅភូមិច្បក់ប្រាសាទនឹងតែមួយហ្មងប៉ិនគេធ្វើផ្ទះបែកគ្នាណាហើយធ្វើផ្ទះតូចមកយើង ទៅដល់នោះកូនចៅដែលថាបានកពកនេះហើយគេដកពីយើងទាំងអស់យកទៅដាក់មណ្ឌលកុមារហើយខ្ញុំហើយនឹងប្រពន្ធអត់មានគេឲ្យនៅចិត្តគ្នាអត់ទេគេបំបែកទៅខាងកិនសើទៅពួកខ្ញុំទៅជួស្រែណាណីទៅធ្វើទាំងយប់ទាំងថ្ងៃនិយាយរឿងអត់មានធ្វើអីធ្វើតែស្រែហ្នឹងមកធ្វើទាំងយប់ទាំងថ្ងៃម៉ោង 3 យប់ចុះស្ទុងដកអីចឹងដល់រហូតមកដល់ម៉ោងមកតម៉ោង 11 មកយកបបមកវែកម្នាក់ហូតដល់បបមកវែកម្នាក់ហ្នឹងចុះម៉ោង 1 ថ្ងៃទៅដល់ម៉ោង 10 យប់បានបបមកវែកម្នាក់ទៀត ធ្វើអីទេហេតុដីធ្វើកាប់ព្រៃធ្វើស្អីថាតែខ្ញុំស្មាតទោះខ្ញុំលើកដៃមាននិយាយមួយគាត់ថាខ្ញុំកូនក្រិត អូគាត់ថាអ៊ំកូនគាត់ ហ្នឹងហើយ អ្នកនៅមូលដ្ឋានចាស់នោះ មូលដ្ឋានចាស់ឈ្មោះយីអិតពេលខ្ញុំទៅដល់គាត់អោបឯងធ្វើអីឯងតែអានេះអញនឹកឯងដល់ហ៎ បាទ នឹកអីអ៊ំឯងក៏ខំមកអញចាំណាស្មានឯងងាប់បាត់ហើយអញយីមិន អត់ដឹងភ្នាក់ផ្អើលព្រោះអត់ដឹងស្គាល់ ឯងក៏អោបគាត់វិញអ៊ំឯងត្រូវហ្មងឯងខ្ញុំហេឯងកូនអញខ្ញុំកូនមកឯងហ្មងឯងបើកយន្តហោះនៅពូយន្តតង់ណា និយាយគាត់ថាអញ្ចឹង ហ្នឹងគាត់ថាអញ្ចឹងថាឌីម៉ែខ្ញុំអត់ដល់យីឯងពេលជួបកន្លែងស្ងាត់ទៀតណា បាទបាទ គេពួកហ្នឹងអត់ដឹងទេទៅជួបគាត់នៅជិតផ្ទះគាត់ហ្នឹងចងគោណា បាទ គាត់ថាឯងអញ្ចឹងឯងនេះសម្បុរក៏ដូចកពុះក៏ដូចមុខក៏ដូចអញថាឯងកូនអញឯងប្រាប់កម្មាភិបាលហ្នឹងផង បាទ បានឯងហ្នឹងប្រាប់កម្មាភិបាលថាឯងកូនគាត់ណា កូនយីអិតមិត្ត កូនយីអិតហ្នឹងគេស្រឡាញ់ឯងមកអាកម្មាភិបាលហ្នឹងស្រឡាញ់យើងមកអញ្ចឹងគេកម្មាគេដួលថាមិត្តអីកូនគាត់ហ្នឹងកូនទីប្រមាណ បាទ ខ្ញុំថាខ្ញុំកូនទី1 បាទ ហ្នឹងកូនទី1ហ្មងពីដើមហ៎ម៉ែខ្ញុំហ្នឹងគាត់យកប្តីនៅភូមិខ្ញុំណោះ បាទ តែគាត់បានខ្ញុំមួយក៏លេងគ្នា បាទ គេលេងបាត់ទៅនៅខ្ញុំមួយនៅជាមួយម៉ែខ្ញុំហ៎ បាទ ហើយគាត់មកយកប្រពន្ធនេះទៀតណាគាត់មកកូនមក3 4 5នេះថាអូអញ្ចឹងមកគាត់ថាអីកូនគាត់ហ្នឹងអញ្ចឹងគេស្រឡាញ់អីណា បាទ អត់ឲ្យខ្ញុំទៅឆ្ងាយទេតែណាឆ្ងាយទៅស៊ីសបុតឲ្យមកវិញឲ្យមកសហគមន៍វិញ បាទ ខ្លាចធ្វើបាបខ្ញុំ បាទ ហ្នឹងហើយអញ្ចឹងបានថាខ្ញុំអាយុវែងនៅសារបានម៉ែនឹងផង បាទ ហ្នឹងហើយយើងអត់នេះទេឲ្យកម្មាភិបាលស្រឡាញ់ខ្ញុំប្រហែលអ្នកហ្នឹង បាទ មិត្តហុងត្រូវជាចៅយាយនឹងទៀត ចៅយីអិតនឹងទៀត ហ្នឹងហើយពេលនោះខ្ញុំដូចមិត្តភៀនមិត្តអីទៅធ្វើបាបខ្ញុំមិនទៅវិញនិយាយការខ្ញុំ4 5ដងតែគេអត់ធ្វើបាបខ្ញុំវិញទេមិត្តហុងខ្ញុំទៅចងគួរព្រឺបានក្តាស់អញ្ចឹង បាទ ក្តាស់ពីការសភៅយើង បាទ គេបិទជាប់គ្នាឈូសតាមផ្លូវបែបកម្មាភិបាលគេប្រជុំគ្នាគេហ្នឹង បាទ ឯស្មាននៅក្តាស់ជក់ឬដាក់កប៉ាល់ដាក់គូទៅចងបោះសឹងគូរួចទៅក្រោយមកលុបច្បកញ៉ាដល់លៀតផងហើយជក់ណាលៀតខ្វោកចុយឃើញសិតឈ្មោះណាត់បាំងចាញទាំងអស់តែវាចលែកគេគូអាក្រហមខាងចុងនេះ បាទ ដូចឈ្មោះនេះគេត្រូវយកទៅគេគូខាងចុងនេះគេយកទៅស្លាប់ណា បាទ ពួកឯងអត់ដឹងណាឈ្មោះខ្ញុំអីក៏មានទាំងអស់តែអត់មានគូក្រហមគេឈ្មោះខ្ញុំ បាទ អត់ទេដល់អញ្ចឹងមកទោះដល់ពេលដែលគេយកមនុស្សទៅស្លាប់មួយអានឹងលួចលាក់ក្នុងផ្ទះខ្ញុំ
ដល់គេយកអាណាមួយលួចមើលនឹងអូគូក្រហមយកតនតអស់អាគូក្រហមឆ្នាំ76គេបំបែកខ្ញុំពីប្រពន្ធឲ្យគេឲ្យខ្ញុំចុះទៅដល់កពើពលគេឲ្យទៅដាំបន្លែទៅឈើណាជាជនទៅឈើណាទៅដល់គេឲ្យនៅមកក្រុមគេចែកនេះដាំអាលឹកទៅនោះដាំតសក់ទៅនោះដាំតឡាចអញ្ចឹងទៅហើយខ្ញុំនេះគេឲ្យកាន់កបីខ្ជួដែលតលងជ្វាយើងនេះមើលទៅគឹមឲ្យខ្ជួឲ្យមានមនុស្សដើរហឺមើលប៉ុណ្ណេះដឹកអាទេស3 4 10 20ដើមអស់ទេជួម្ដងក៏ណូដូចភ្នំអញ្ចឹងបើណាការហូបចុកគេមានសហករណ៍គេធ្វើរោងហ្នឹងហូបចុកទាំងអស់គ្នាណាក់ដាំបន្លែដាំតឡៃហ្នឹងហូបទាំងអស់គ្នាហ្នឹងមកបាទគេរៀបជន់ដូចតែគ្នាបើណាបបរក្រិនច្រើនបើណាស្ងោថៃឡថៃប្រហែលមកផ្ទះថ្នោតអត់មានបែលទេបែលគេមានវល់ជាលបើណាគេផ្ដាច់អាជាតិប្រៃហ្នឹងអត់បែលទេស្ងោសុតហ្មងហើយដល់ពេលគេដួសសឡឲ្យថាមួយចានប៉ុណ្ណេះត្រីមួយដុំគេចែកអំបិលឲ្យមួយដុំហើយជាអំបិលគ្រួណាហើយទៅប៉ិនមហៀមដៃតែប៉ុណ្្នឹងឯងយើងហត់សឡនឹងមកគ្រូកយកអំបិលនេះមកជប់បន្តិចទៅចេបអត់ឲ្យអស់ភ្លាមទេអានឹងអញ្ចឹងអូអំបិលវើចង្ហុកនៅកន្លែងខាងពើពល1977គេចាត់ខ្ញុំឲ្យមកឡើងថ្នោតទៅប្រាំងចាយមកភូមិនឹងវិញបាទអានឹងសហដោះស្រាយគេសហកខាងពើពលមកឡើងនេះឡើងថងមុខថងផ្ទះតាជីនេះមកឡើងថ្នោតគេមានមេមួយក្តាប់យើងនោះយើងកូនគេទេគ្នាខ្ញុំ5នាក់នៅសម័យប៉ុលពតខ្សោយប៉ុណ្ណឹងឡើងថ្នោតគេដាក់ទិសក្នុងម្នាក់ឲ្យបាន3ផ្ទះមួយថ្ងៃអ្នកខ្លះឡើងដល់បាន6ផ្ទះអញ្ចឹងហើយការងារនឹងវារីកចម្រើនអញ្ចឹងគេអត់ដកតណាទេដល់ឆ្នាំមកធ្វើនៅកន្លែងនឹងវិញដែរប៉ុន្តែឡើងថ្នោតគេឲ្យហូបបាយប្រធានក្រុមគេនៅក្តាប់ដាំបាយដាំអីឲ្យយើងអញ្ចឹងតអង្គគេទៅដឹកយកមកយើងគ្រាន់តែឡើងអញ្ចឹងបាទមេក្រុមគេមេក្រុមហ្នឹងពួកមូលដ្ឋានចាស់គេក្តាប់យើងមូលដ្ឋានចាស់ពេលនោះមកហ្នឹងបាទមិនណាក់ទេបាយឲ្យត្រីសាច់អីហ្នឹងយើងឡើងថ្នោតអ៊ំមកដល់ស្មើនឹងរួចហើយនៅគ្នាកាន់ហូតមួយទៅហូតដល់នឹងទំហែកហ្នឹងហូតមួយហូតដូចអត់ទេបើធ្វើអូហួយមកអត់ហួយទេព្រោះតពាំងប្រហែលឆ្នាំហើយវាអត់ដែលណាយកណាស្លាប់ឲ្យក្មួយអូយនិយាយពីរឿងត្រីវិញហូតតូចអត់យកដល់ត្រីហោះធំហើយឆ្ដោអញ្ចឹងហើយយកមកគេអត់មានបញ្ជូនទៅណាទេត្រីនឹងយកមកដាក់នៅនឹងគេវាស់ងៀតហាឡូទេធាចពួកឡើងថ្នោតនឹងចង់ណាដុតស៊ីយ៉ាងម៉េចយកស៊ីចំថ្នោតណាមិនគេដុតឡើងបានស្គរទៅឲ្យគេអញ្ចឹងទៅចប់ថ្នោតគេលេងឲ្យនៅអាហ្នឹងគេឲ្យខ្ញុំទៅនៅសហករណ៍ថ្មកែវជួយធ្វើស្រែស្រីសិនមកភាសាសេភ្លឺនឹងមកភាសានឹងដល់ខែមកឡើងមួយឆ្នាំទៀតឡើង2ឆ្នាំខ្ញុំមកនៅនេះអត់បានដើរបដោយផ្លូវនឹងទេខ្ញុំដើរទៅក្រោមយាយទៅវិញទេដើរផ្លូវណាយើងថាទៅទំហែកយាយក៏ទៅដាក់ម៉ោងអញ្ចឹងផ្លូវដែលយើងបើកម៉ូតូមិញអត់ដើររួយសិតតែភ័យឈុកភ័យខ្លាទេភូមិយើងនេះអាកន្លែងអាងទឹកហ្នឹងអាហ្នឹងទន់ដល់មកហើយ78នេះបាទ78នេះពួកចិនវាធ្វើក្នុងស្មើនឹងពលានណាធ្វើនេះអាងទឹកហ្នឹងបាទចិននៅនោះធ្វើអាងនឹងស្មើនឹងពលាននេះចិនវាមេការ
đại thơ Khmer dương ăn tức ní mình thôi mà đai nè nồiจะทานนี่à cái này cái chôm nó trong con nó mà xin vía đại nắng việc bồn tức mà châu ăn nè lú sao ta lú đây bà rồi mò vú châu ăn nè miền mà xin mua tiền hụt đò lao lừa phun mà bà ngỏ thong ăn tay nó tôi mới mâm ăn vào bên nàyประมาณcái này nhỉ bà thong ăn tay nó thì lẽ tàu liền lưu cái cọp là hột cái vô tức vì năng tàu vô thơ liền rồi hãy đánh xong về đã bỏ chân thơ liền nhưng còn là phá không anh chồng ngay để đã khương chạ nè phải bên đi vượt khang khương chạ bỏ chân mày chạy chạy khang cao vượt khang liều nữa thằng phao cô nữa đã mà vào đầu chết đòn chia chơi vô sao ta khương chạ lô châu sao ta mày chạy chạy lán đỡ đây bà man chua tàu khơi hay đòi mò bị lừa vinh nhưng ban tàu đây ít trai về miếng cô soi đo nhưng ban tàu đo đầy những giờ một thư ấy mật buồn nhưng mà này tiệm vào nhóm lang thế nào này việc khoa từng tới xong tức kỳ ngày ta mong phá mấy xong tức nhóm bò tê ta đợi tức vô vì năng mò cái oi ta bà nâng ngụt tức nông này tôi từng hôn tôi ngụt tức cái này việc khoa khá tức cái này miền ấy miền đông là thông đồng miền đông ta ông xin nó ta ấy như này tao nó ở trên vô về nó cái khả năng cái gì vô vậy vù bộ nhóm bò tê đợi đã thùng đại tới ở đấy cái oi dương ta ở đây đi rồi thừa khó tao về cái tới cứ miên cái lương một đám cái bật mùi tới cái bên đào dương đào một cái nhận đó đầu cái lai này cái thứ ba dương nữa cái ban dương này mà bò xử lý cái bò tê cái oi bò tê tao nè thì vô làm phải nè cái giờ làm tầng bò pôn tầng cồn nè cồn chém đi cái bò pôn gật muối cồn xong cái mùi phục bồn rệt đấy bồn màu xuồng hai nâng chia cái bờ đi chia cục nó chia con đã bán cắt sọ oi pu chlop nâng ở hồ thì đó nó phụ chlop nó miền na cán chia chia cắn thái chẳng cắt từ chẳng chlop việc từng bờ màu việc oi cắt từng ngò chlop vía chơn ta cái bồn nâng mà mai pi mai bay nâng ở miền vô mình nu và nó miền mỹ coi cái chơn này thông trong đấy miền mỹ nước mỹ kia nè và về hướng con cháu cái lớn spy ô đây là hồ của nòng hồi cúc nơi từ bang phong nhom từ mưa hay cái đá cho ta mặc non này tê bọn đi nhá trường chụp nò bị lỡ hộp không được cái bài hòn chàng đây cũng không thế là về luôn tập cầm đầy vài top đây nhom bạn khơi như nè có bạn nãy chụp cũng nó bao nhiêu hướng mà tập ăn trái khơi hùa chia nước mùi mọi phone nhau thì do đấy chụp đâu lại nó sim với son này chụp đâu cái này nó bà Bờ Liên mình ti chơi nâng Bờ Liên nó khởi là chân với thơ mê đấy nè đây cả mà có không ai dương nữa đây về thơ ba đó nó thơ Bờ Liên con nó ngược không ai dương mình không ai nè bây giờ mô phở thường ngộp mà từng giúp từng thế ngày chia với sẽ đối hồn xanh cất tàu nó tàu về con cháu cái hậu chớp bồ pì à ở ta mà nuôi vô bị cao bạch chớp bạch ấy thế bồ pì đừng ngon thôi chân vì vô đó ở từ Bờ Liên đừng thơ bằng ót bay từng giúp từng ngày từng giúp từng ngày chớp bồ pì gì hướng chớp bồ pì nhung không hợp pháp
ខ្ញុំមានទៅឃើញឯលើនោះវាហៅថាហៅទៅប្រជុំអានឹងយកไปខាងបូពីហ្នឹងទៅប្រជុំវងអញ្ចឹងពួកអាខ្មែរក្រហមបោកខប់បែកស្លាប់ចោលមកក្រុមដែលទៅប្រជុំនឹងប្រហែលជាខ្ទង់40នាក់ងប់តិចដែលវាប្រជុំនោះឲ្យអាខាងនេះស្លាប់ហ្នឹងអាហ្នឹងគេនិយាយថាដូចហ៊ុនសែនក៏មេអញ្ចឹងដែលកូនតាហ៊ានគេនិយាយថាកូនតាហ៊ានហើយមានកូនឯណាប្រមាណក៏ដោយគេនិយាយកោះរំលើងកុំឲ្យវាមានពូក្បត់ដូចអាហ្នឹងអញ្ចឹងកោះរំលើងដូចខ្ញុំនេះធ្វើតាហ៊ានឡងគេសើខ្ញុំដឹងថាខ្ញុំធ្វើតាហ៊ានកូនចៅខ្ញុំមកសបុកគេអត់ទុកទេស្លាប់ចោលទាំងអស់ហ្មងមកមានពូជីកស្មៅជីកទាំងរឿងបាទជីកស្មៅជីកទាំងរឿងហ្នឹងហើយអាហ្នឹងអញ្ចឹងមួយឯងអត់ដឹងនេះទេអត់ដឹងហើយលុងនៅខាងលិចផ្សារលមីអាលុងថងណែប្រទាយតាហ៊ានហ្នឹងណាទាយតាហ៊ាននៅនឹងលមីអាបេវាទម្លាក់អាបេសាញ់កងដើទម្លាក់3លុងវាអត់ត្រូវប្រទាយមកត្រូវអាខាងលិចផ្សារលមីនេះដើមនោះវិញពងមកដើមនោះចាក់អត់ដល់បាតទេណាដល់ពេលវាយកឲ្យទៅបូពីមកយកមកទម្លាក់ក្នុងលុងហ្នឹងហើយវារុញអាដែរយកអាបុលរុញលបបដោយ3លុងហ្នឹងឡើងកំពុងមកលើហើយវាយកពួកទៅបូពីមកស្អែចោះនេះដោតតណោតមកដល់ក្រោយតូចក្រេតឡានឈូមនុស្សមានរួចបាទមានរបូតរួចព្រោះខ្ញុំស្ដាប់គាត់ទៅជែកផ្ទាល់ហ្មងកាលខ្ញុំទៅរៀននៅកន្លែងស្រុកគាត់ឡើងទៅជែកក្នុងអាដែរសាលាដែលខ្ញុំរៀនដល់គាត់ទៅជែកអញ្ចឹងគេចាប់ដើមក៏កាយអាលុងនឹងហ្មងបាទកាយលុងនេះខ្ញុំទៅឃើញហ៎បាទអូកាយលុងមកក្មួយអើយខ្ញុំគ្រាន់តែប្រាប់ឆ្អឹងវែងខ្លីគេរៀបជាម៉ែត្រគីបក្បាលគេរៀបដល់ឡើយដូចឆ្នាំងខាងលិចផ្សារលមាសហ្នឹងគេទុកដីឲ្យ50ម៉ែត្រ4ជ្រុងគេបោះលបងជុំវិញចិត្តនៅទៅថ្ងៃក្បាលគេរៀបយកមើលចង្អៃចុះអាណាកាប់ឆ្នាំងធ្វើអីហ្នឹងអើយអាឆ្អឹងនេះគេរៀបជាម៉ែត្រគីប3លុងដែលខ្ញុំទៅគេមានជួលកម្លាំងចុះបាទៅអស់អាណាយកពីលើយកមកលើអាណាយកមកដល់ស្បូតខ្វល់ខ្សាច់នៅទាំងស្រស់ឈាមខំសាលក៏ប៉ុណ្ណឹងកាលនោះវាមានដែលយើងចូលមកពីលើខ្សោយដែលមិនមែនដូចសងៃគ្រាន់តែប្រើមនុស្សហ្នឹងរត់លៀនណាអីហ្នឹងឲ្យកតាមមកបេចុះលើហើយចុះស្បាយព្រោះមនុស្សមកខ្សត់ខ្សោយវាអត់មានកស៊ីអាហ្នឹងអញ្ចឹងខ្ញុំ78ហ្នឹងដែលខ្ញុំនៅនេះវាលឺបែរលឺឆ្ងាយសក្រាមដែលលឺពីខាងថាយួនចូលណាពីព្រំដែននោះដល់អញ្ចឹងគេដកកម្លាំងពួកខ្ញុំមកកុំនៅព្រោះមានគេវាយលុកឲ្យខៃឡូដកខ្លួនមិនទាន់ឡើងអញ្ចឹងទៅនោះឡើងទៅមើលប្រពន្ធនឹងភូមិដែលនៅនឹងច្បក់ផ្សារហ្នឹងគេឡើងទៅលើអស់ទៀតគេឡើងទៅលើទៀតអញ្ចឹងដើរទៅហោទៀតទៅទាំងអស់គ្នាពួកដែលមានប្រពន្ធមានកូននឹងទៅអូហោទៅនៅលើផ្លូវអធិភ្លើងបានជួបតាមមួយយប់អីពីរយប់អញ្ចឹងទេគេឲ្យយើងទៅធ្វើការផ្សេងទៀតទៅនឹងទៅឲ្យលីស្រូវឡើងទៅលើព្រោះឃើញលោយួនចូលមកយកស្រូវនេះអស់ស្រូវគ្រាន់តែចង្ហុកប្រហែលពីនេះប្រហែលថ្នល់ដែលយើងចូលមកមិនចង្ហុកមួយហើយចង្ហុកខ្ញុំវៀតណាមចូលទៅយកខាងកើតភ្នំក្បាលខ្លាយកទៅដល់មកទៅដល់ក៏ប៉ុណ្ណាហត់ឡើងហត់ទៅឈូអញ្ចឹងទៅហើយខ្ញុំវាផ្អាកចេះទេផ្អាកដោះគូដោះទេហើយដាក់ឆ្នាំងដាំបាយដល់វៀតណាមឡើងព្រូហ្មងដល់នេះខ្ញុំឃើញវៀតណាមបាញ់ប៉ៅបានថាមុខឡូកូនឹងអត់ដែរឃើញផងកំភ្លើងតែបាញ់ធ្លាប់កាន់កំភ្លើងដែរណា
តែគេបាញ់កណ្ដុងទៅលឿនឥឡូវខ្ញុំប្រាប់ពួកគ្នាបាយរត់ទេតមកដល់ទីនេះរត់ដល់មេរួយមកដល់ប្រហែលដើមថ្នោតអីភ្លឺស្រីក៏ជើងនេះរត់ណារួយប៉ុន្តែអាពួកវានោះអាពួកសនាជនវាពួកទាហានវានឹងសនាជនវានឹងសាក់ដាច់កូនផ្ចឹកហ៎រឹបឡើងទៅឡើងនោះដល់នេះយួនចូលដល់វានិយាយឌីពងណាំងថាអូពងណាំងកន្លែងហ្នឹងកន្លែងខ្ញុំធ្លាប់ដើរឲ្យផ្លូវឆ្កល់ច្បាស់ហ្មងគាត់ថាកំពង់ឆ្នាំងបែរមុខគោវិញបែរដាក់មកទៅបែរមុខគោមកវិញទំហងមកចង់ផៅដល់អាទេសហើយពេលនេះកំពង់ឆ្នាំងអត់ចេះអត់ទេមិនមានតែយើងទេមកមិនទាំងយប់ទាំងថ្ងៃឈូមកចង់ងជើទំហងមកផ្លូវទេសវាមានថ្នល់ណាផ្លូវទេសទេណាបរដល់ទេសហ្នឹងមនុស្សណាដែលអត់មានអាទេសបរអីដើរខ្ញុំអត់ទេសបរទេបានអាទេសមួយគ្រាន់តែឲ្យម្ដាយក្មេកខ្ញុំហ្នឹងអាពុកក្មេកក៏ដឹកគ្នាក៏ដែរហើយពួកខ្ញុំដើរតាមក្រោយដើររហូតចឹងមកដើររហូតមកទន់មកដល់បង្រោដល់ផ្សារបង្រោបានជួបតាកក់នេះកក់យើងនេះគាត់មកមុននេះគាត់មេការនៅកន្លែងឥឡូវចែកសំណាក់នៅទៅនេះសិនព្រោះកន្លែងនេះគេអត់ឲ្យមកទេព្រោះក្រែងលោកខ្មែរក្រហមវាមកត្រៀមហ្នឹងអញ្ចឹងគេឲ្យយើងនៅមកដុំហ្នឹងគេស្រួលការពារណាគេអត់ឲ្យយើងមករស់នៅភូមិភ្លាមទេព្រោះកម្លាំងយើងការពារវាអត់មានវាមានតែវៀតណាមតើនៅគេហៀបកម្លាំងការពារហ្នឹងឯងរួយគេស៊ើបកេតអីយូរណាស់បានគេឲ្យយើងចុះមកប្រហែលជាក្នុងមួយខែឲ្យយើងចុះមកតាមភូមិនេះបានចុះមកដល់តាមភូមិហ្នឹងប្រវត្តិជូរចត់របស់ខ្មែរក្រហមហ្នឹងនិយាយអត់ភ្លេចបើនិយាយការឈឺចាប់វិញអត់ភ្លេចមកអត់ភ្លេចយល់ថាអស់ជីវិតបានភ្លេចបានអស់ហើយខ្ញុំភឺខ្លួនថ្ងៃភឺខ្លួនថាសបាយល្អមើលអីក៏ល្អជាពិសេសរីករាយស្គុះស្គាយពេញដីហ្មងបើនៅក្មេងសបាយគេជាងគេយ៉ាងណានេះដោយសពថ្ងៃអញ្ចឹងបាសមានគ្រប់ផ្ទះខ្ទោខ្ទាខ្ទើស្ទឹងដេកអត់បានថាធ្វើម៉េចក្មេងវាកើតសារក្រោយនេះវាប៉ាចឹងហ៊ានដល់ការវាសបាយធ្វើម៉េចឲ្យសបាយអញ្ចឹងទៅវាទាំងគេទាំងក្មេងកូនគេកូនឯងចៅគេចៅឯងហ្នឹងបើកាលជំនាន់ខ្ញុំអត់ទេបាទអត់លើកដៃទៅពេលហើយកុំរបបដូចសប្តាហ៍ថ្ងៃគ្រាន់សบายតិចមិនអញ្ចឹងយើងស្មាតទោះសម័យនោះបើសិនអត់វៀតណាមអត់ឈ្នះយើងអស់ហើយក្នុងព្រៃហ្នឹងលីងបាទតែហេតុតែពួករណសេរីយើងទៅជួយយើងឈ្នះបានយកយើងមកណាអញ្ចឹងបានខ្ញុំទៅការចៅថ្ងៃណានេះនៅវានេះនៅស្រុកធ្នូហើយកចេះណាទៅមើលកន្លែងពីធ្នូធ្វើអូបាទអ្នកសេពីធ្នូបាទស្អាតដល់វូគឺស្អាតមែនតាមកំណែតហ្នឹងហើយមានកូនស្រីញមួយនៅសទូចនេះកូនខឿនហ្នឹងគេបានទៅលេងថាប៉ានោះប៉ាទៅនេះចុះទួនៅឡើងទៅនោះកន្លែងហ៊ុនសែនហេនសមិនជាស៊ីមេព្រោះគ្នាក៏មកកលាក់ខ្លួនកន្លែងនោះបាទកលាក់ខ្លួនខ្មែរក្រហមរកក៏អត់ឃើញបាទតែគិតរត់ទៅយួនណាបាទចេះលាក់ខ្លួននោះរកក៏អត់ឃើញកន្លែងហ្នឹងគេធ្វើហ្នឹងអត់បានទៅមើលបញ្ញាប់មកវិញណាទៅមើលទៅពីធ្នូនេះកន្លែងពីធ្នូគេសម្បំស្អាតគេធ្វើចាក់ស្អាតណាស់បាទចេះប្រាប់យើថាអញវេទនាណាខ្មែរក្រហមវាធ្វើចេះខ្លាំងណាវាស្ដាប់យើងចេះដល់ពេលកន្ទុយក្រោយវាចេះថាចុះបើវាធ្វើបានម្លឹងមិនបានអស់ហ៊ានវាយវាថាចង់ឲ្យវាបានដឹងថារឿងដែលខ្ញុំវេទនាហ្នឹងចេះប្រាប់វាបើវាអត់ជឿអញ្ចឹងលេចេះ